ចាជំរាបសួរចានេះខ្ញុំឈ្មោះសូរិយាហើយអាជីវកម្មរបស់ខ្ញុំគឺភោជនីយដ្ឋានគ្រីស្តាល់នៅក្នុងខេត្តសៀមរាបដំបូងឡើង last minute apply ហើយឃើញ announcement ហ្នឹងម៉ោង7ហើយគេថា deadline ម៉ោង12អញ្ចឹងខំធ្វើឡើងទាំងយប់ apply ពួកអីចាប់អារម្មណ៍ជាងគេគឺ strengthen កម្មវិធីហ្នឹងគឺពង្រឹងសមត្ថភាពសហគ្រិនអញ្ចឹងខ្ញុំគិតថាទោះបីជាយើងនៅកម្រិតណាក៏ដោយតែការពង្រឹងគុណភាពសមត្ថភាពសហគ្រិនគឺយើងនឹងនាំនៅគុណភាពដល់សង្គមនិងបុគ្គលិករបស់យើងទាំងអស់គ្នានិយាយទៅ so far 3ខែកន្លងមកនេះ activity គឺ so fun and so amazing ទាំងអស់តែមានមួយដែលខ្ញុំចូលចិត្តជាងគេគឺខ្ញុំបានស្គាល់គ្នាយើងទាំងអស់គឺ30នាក់ប្រកបដោយគុណភាពគឺបានន័យថា relationship របស់យើង go through together ខ្ញុំគិតថាយើងមិនងាយក្នុងការ build friendship ជាមួយនឹងម្ចាស់អាជីវកម្ម30នាក់នឹងតែម្ដងចាជាចុងក្រោយខ្ញុំក៏ recommend ឲ្យអ្នកចំនួនក្រោយបើសិនជាមានកម្មវិធី AWE នេះឲ្យឃើញគឺ don't hesitate apply it because it's so amazing ខ្ញុំគិតថាបន្ទាប់ពីទាំងអស់គ្នាបានចូលរួមដូចជាខ្ញុំអញ្ចឹងយើងបានទាំង friendship relationship ហើយនឹងចំណេះដឹងជាច្រើនដែលយើងគិតថាពិបាករកក្នុងការរៀនចាអរគុណចា